រឿងធំនៅចិនស្រុកណាអត់ដឹងទេតែបើពុករលួយនៅចិនគឺគ្មានពាក្យថាយកយល់ឬក៏ VIP នោះឡើយប្រិមិត្តទស្សនិកជនមកកាន់នាទីព័ត៌មានអន្តរជាតិបងប្អូនប្រកាសជាធ្លាប់ឃើញហើយថានៅក្នុងពិភពលោកយើងនេះមន្ត្រីជាន់ខ្ពស់នៅតាមប្រទេសមួយចំនួនពេលដែលប្រព្រឹត្តអំពើពុករលួយរាប់លានដុល្លារច្រើនតែអាចរួចខ្លួនឬបើជាប់គុកក៏ជាប់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ឬ VIP ដែរប៉ុន្តែស្រុកណាអត់ដឹងទេតែសម្រាប់មហាអំណាចចិនក្រោមការដឹកនាំរបស់លោកប្រធានាធិបតីស៊ីជីនពីងគឺគ្មានពាក្យថាយកយល់ឡើយឲ្យតែជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយថ្មីនេះពិភពលោកទាំងមូលបានរំជួយក៏ដូចជាញ័ររន្ធត់ពេញជួរកងទ័ពចិនបន្ទាប់ពីតុលាការយោធាបានសម្រេចផ្តន្ទាទោសប្រហារជីវិតទៅលើអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិដែលមានអធិបុលបំផុតទៅដល់ពីររូបគឺលោកវៃហ្វឿងហ៊ីនិងលោកលីសៀងហ្វូការកាត់ទោសប្រហារជីវិតដោយព្យួរទោសរយៈពេល2ឆ្នាំនេះគឺជាសារព្រមានយ៉ាងច្បាស់បំផុតផ្ញើទៅកាន់មន្ត្រីចិនរាប់លានអ្នកថាទោះជាអ្នកឯងមានអំណាចខ្លាំងកម្រិតណាមានស័ក្តិពោះប៉ុណ្ណាឬធ្លាប់មានគុណបំណាច់ចំពោះជាតិធំធេងប៉ុណ្ណាក៏ដោយក៏មិនអាចយកអំណាចនោះមកធ្វើជាខែលការពារទង្វើពុករលួយរបស់ខ្លួនបានឡើយសម្រាប់ប្រទេសចិនការពុករលួយនៅក្នុងជួរយោធាត្រូវបានចាត់ទុកថាជាអំពើក្បត់ជាតិព្រោះវាធ្វើឲ្យចុះខ្សោយអំណាចការពារជាតិនិងបំផ្លាញជំនឿទុកចិត្តរបស់កងទ័ពបើយោងតាមច្បាប់ចិនទោះបីជានៅក្នុងរយៈពេល2ឆ្នាំនេះពួកគេកែប្រែខ្លួនល្អហើយបដូរទោសមកជាប់ពន្ធនាគារអស់មួយជីវិតក៏ដោយក៏ច្បាប់កំណត់ថាគ្មានការបន្ធូរបន្ថយទោសជាដាច់ខាតមានន័យថាពួកគេត្រូវស្លាប់ក្នុងគុកលើសពីនេះទ្រព្យសម្បត្តិទាំងអស់ដែលបានមកពីអំពើពុករលួយនឹងត្រូវរត់រឹបអូសយកមកវិញគ្មានសល់សូម្បីតែមរតកសម្រាប់ក្រុមគ្រួសារក៏គ្មានដែរករណីនេះបញ្ជាក់ឲ្យឃើញថាក្នុងក្រសែភ្នែកយុត្តិធម៌របស់ប្រទេសចិនគឺគ្មានបុគ្គលណាអស្ចារ្យជាងច្បាប់ឡើយអំណាចគឺជាអំណាចរបស់រាជបើប្រើក្នុងផ្លូវខុសវានឹងក្លាយជាអន្ទាក់សម្រាប់ខ្លួនឯងវិញការធ្វើបែបនេះគឺដើម្បីលាងជម្រះភាពស្អុយរលួយដើម្បីកសាងមហាអំណាចមួយដ៏រឹងមាំនិងមានតម្លាភាពពិតប្រាកដតើប្រិមិត្តយល់យ៉ាងណាចំពោះច្បាប់ដ៏តឹងរ៉ឹងរបស់ប្រទេសចិននេះតើប្រទេសផ្សេងទៀតគួរតែរៀនសូត្រតាមដែរឬទេ